Nông ca còn lòngទៅហើយមានមនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នាលុះវេលាថ្ងៃមួយប្តីបានចេញទៅរកអន្ទង់ដើម្បីធ្វើជាអាហារមួយស្របក់ក្រោយមកគាត់ក៏បានអន្ទង់មួយហើយយកមកប្រគល់ឲ្យប្រពន្ធរួចគាត់ក៏ប្រាប់ប្រពន្ធថាណែម៉ែវាខ្ញុំរកបានអន្ទង់មួយធំណាស់ចូលម៉ែវាឯងយកវាទៅធ្វើជាម្ហូបចុះណាបងបានតុងនេះវិញម្លេះបានឆ្នាំងវិញពីណានឹងយកមកសៅអន្ទង់នេះបានទៅប្តីឮហើយគិតក្នុងចិត្តថាយីប្រពន្ធអញក៏ល្ងងអីម្លេះទេហើយប្រាប់ប្រពន្ធថាបើឯងរកឆ្នាំងវិញពុំបានទេឯងយកអន្ទង់នេះទៅព្យួរទុកសិនទៅប្រពន្ធក៏យកអន្ទង់ទៅព្យួរទុកហើយគេចទៅដេកបំបើកូនក្នុងមុងទៅប្តីក៏យកអន្ទង់នោះមកកាប់ចិញ្ច្រាំហើយយកឆ្នាំងមកដាក់ស្លកកូរលុកឆ្អិនក៏ដួសដោះរួចហៅប្រពន្ធឲ្យមកស៊ីរួចបានលាងចានទុកតែសម្លអន្ទង់នោះសល់បន្តិចនៅបាត់ឆ្នាំងប្តីមិនបានលាងនោះទេហើយចេញទៅជួស្រែបាត់ទៅប្តីត្រឡប់មកពីជួស្រែវិញរកប្រពន្ធពុំឃើញក៏ស្រេចហៅពេលនោះឮសូរឆ្លើយសំឡេងនោះក្រងកងុលហាក់ដូចជាសំឡេងចម្លែកណាស់ប្តីក៏បានដើរចូលទៅរកមើលនៅក្នុងផ្ទះទើបឃើញប្រពន្ធគាត់ជាប់ក្បាលជាមួយនឹងឆ្នាំងបាត់ទៅហើយពេលនោះគាត់ក៏រកដំបងមកវាយឆ្នាំងនោះបំបែកទៅយ៉ាអញពូននឹងគាត់ឯងសោះអីនឹកអស់សំណោចក៏ដើរចេញទៅ